Hello សួស្តីអ្នកនរគ្នា Welcome មកកាន់ vlog ថ្មីរបស់ខ្ញុំដែលថ្ងៃនេះដែរគឺយើងនិយាយតាក់ទងជាមួយនឹង A Day in My Life as a Medical Student ហើយមានសិស្សប្អូនយើងជាច្រើនបានសួរខ្ញុំថាបងបន្ទាប់ពីថ្ងៃចប់បាក់ឌុបទៅតើថ្ងៃរៀនជំនាញអីគេអញ្ចឹងគឺសប្តាហ៍ហ្នឹងគឺខ្ញុំរៀនជំនាញវិជ្ជាបណ្ឌិតទូទៅហើយនិង Computer Science តែខ្ញុំផ្ដោតនៅលើវិជ្ជាបណ្ឌិតទូទៅច្រើនជាងចំពោះព្រឹកហ្នឹងដែរគឺខ្ញុំប៉ះម៉ោង Physiology ជាមួយនឹងលោកគ្រូដួងតារារិទ្ធរយៈពេល4ម៉ោងហើយមេរៀនយើងថ្ងៃហ្នឹងគឺ Glomerular Filtration អានេះខ្ញុំអានជាភាសាអង់គ្លេសទេមេរៀនហ្នឹងគឺយើងរៀនតាក់ទងជាមួយនឹងការច្រោះឈាមឲ្យទៅជាទឹកនោមអ្នកនរគ្នាដឹងអត់ថាទឹកនោមយើងកើតចេញមកពីណាទឹកនោមយើងគឺវាកើតចេញមកពីឈាមហ្នឹងឯងហើយគឺខ្ញុំព្យាយាមកត់ខ្លាំងមែនទែនរាល់ការបញ្យល់របស់គ្រូដែលសារតែការបញ្យល់របស់គ្រូហ្នឹងពិតជាសំខាន់ខ្លាំងមែនទែនហើយបើសិនជាយើងទៅរៀនយើងអត់បានកត់គឺតាមគ្រូអត់តាន់ទេយើងតាន់តែមួយផ្លែតហ្នឹងហើយគឺយើងភ្លេចហើយនៅថ្ងៃក្រោយបន្ទាប់ពីខ្ញុំរៀនអស់រយៈពេល2ម៉ោងហើយខ្ញុំក៏ break គ្រូក៏អត់ក៏ឲ្យ break ទៅញ៉ាំ breakfast អញ្ចឹងណាហើយខ្ញុំពីអ្នកចត្រាក៏ដើរចេញទៅក្រៅក្រោយញ៉ាំអញ្ចឹងទៅតមកទៀតចត្រាក៏គាត់មក print กระดาษមេរៀនទុកមើលអញ្ចឹងណាដោយសារតែមានពេទ្យវាច្រើនអញ្ចឹងហើយតោះតា print ដើម្បីមើលនៅក្រៅបន្ថែមខ្លះហើយផឹកហ្នឹងក៏ខ្ញុំមានអារម្មណ៍ថាឃ្លានចង់ញ៉ាំបបរឲ្យវាមានកន្លែងអញ្ចឹងណាដោយសារតែយើងរៀនផឹកងាយហើយផឹកឡើងបើយើងអត់បានញ៉ាំអីទេគឺវាអត់មានកន្លែងរៀនទៀតទេអញ្ចឹងហើយក៏ញ៉ាំអីក្តៅៗទៅវាមានកន្លែងខ្លះឥឡូវនេះខ្ញុំឡើងមកដល់លើខ្ញុំក៏ចាប់ផ្ដើមរៀបចំញ៉ាំអាហារពេលព្រឹកជាមួយនឹងគ្នាយើងនិយាយទៅការញ៉ាំពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្សម្នាក់ៗជាពិសេសការរៀនក៏ត្រូវការញ៉ាំនឹងឲ្យបានគ្រប់គ្រាន់ដែរអញ្ចឹងហើយយើងត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់គេងឲ្យបានគ្រប់គ្រាន់គ្រាន់តែថាការញ៉ាំនឹងយើងត្រូវចេះ limit របបអាហារយើងប៉ុណ្ណាចំពោះកម្លាំងយើងប៉ុណ្ណាអញ្ចឹងទៅកន្លែងនេះក៏ខ្ញុំមកសួរអ្នកគ្រូបាវីថាអ្នកគ្រូញ៉ាំអីហើយនៅគាត់ថាគាត់ញ៉ាំ breakfast ហើយនិយាយទៅមួយនៅរៀនឆ្នាំទី1ទេប៉ុន្តែនៅគ្នាហើយគ្នាគ្រូហើយដើម្បីឲ្យមាន motivation បន្ទាប់មកលោកគ្រូគាត់ចាប់ផ្ដើមបន្តមេរៀនគាត់បន្ថែមទៀតដែលគាត់និយាយតាក់ទងជាមួយនឹងការនាំសារជាតិចេញលក្ខណៈថាសារជាតិណាដែលត្រូវចេញហើយសារជាតិណាដែលត្រូវនៅអញ្ចឹងណាហើយយើងក៏រៀនចប់ដែរម៉ោង11អីខ្ញុំក៏ចាប់ផ្ដើមមករកម៉ូតូបាទគឺកន្លែងនេះគឺដូចសួនវែងអញ្ចឹងបាទរកម៉ូតូម្ដងវិលមកដែរណាខ្ញុំក៏ចាប់ដើមជិះម៉ូតូទៅផ្ទះវិញហើយគ្នាយើងក៏គាត់ហៅខ្ញុំញ៉ាំបាយជុំគ្នានៅសាលាដែរដោយសារគាត់ធ្វើម្ហូបមកពីផ្ទះញ៉ាំជុំគ្នា4-10នាក់អញ្ចឹងណាប៉ុន្តែគាត់ថាខ្ញុំអត់បានចូលរួមទេខ្ញុំមកផ្ទះហើយព្រោះម៉ាក់ចាំបាយនៅផ្ទះអញ្ចឹងណាអញ្ចឹងគាត់មកដល់ផ្ទះភ្លាមខ្ញុំចាប់ផ្ដើមជួយធ្វើម្ហូបម៉ាក់អញ្ចឹងទៅដើម្បីយើងឆាប់បានញ៉ាំបាយជុំគ្នាទៅរៀនម៉ោង1បន្ថែមទៀតដោយសារអត់សូវមានពេលទេអញ្ចឹងហើយត្រូវតែឆ្លៀតទាំងម៉ាក់ទាំងខ្ញុំត្រូវឆ្លៀតទាំងអស់គ្នាដើម្បីញ៉ាំបាយជុំគ្នាជួបជុំក្នុងគ្រួសារឲ្យវាមានភាពកក់ក្ដៅអញ្ចឹងណាអ្នកនរគ្នាឥឡូវនេះម៉ោង1:05នាទីហើយខ្ញុំក៏មករៀនថ្ងៃអីមករៀនយឺតទេបាទ5នាទីហើយនិយាយទៅការរៀនពេទ្យគឺមានភាពតឹងរឹងទៅលើអវត្តមានក៏ដូចជាការមកលេខហ្នឹងឯងដោយសារអីបើសិនជាយើងមកលេខតែបន្តិចគឺចាប់ផ្ដើមតាមគ្រូអត់សូវទាន់បាទហើយឥឡូវនេះខ្ញុំកំពុងទៅដើរឡើងថ្នាក់មិនដែរអ្នកនរគ្នាឃើញសង្ហាអត់ចំពោះថ្ងៃហ្នឹងដែរគឺខ្ញុំប៉ះម៉ោងអាណាតូមី2ម៉ោងជាមួយនឹងលោកគ្រូលឹមជីដែលមេរៀនយើងថ្ងៃហ្នឹងតាក់ទងជាមួយនឹង cardiovascular system មានន័យថាប្រព័ន្ធសរសៃឈាមបេះដូងហើយលោកគ្រូគាត់កំពុងតែបញ្យល់តាក់ទងជាមួយនឹងសរសៃឈាមបេះដូងតើវាមានឈ្មោះអីគេហើយវានៅទីតាំងវានៅណាហើយវារត់ពីណាទៅណាអញ្ចឹងទៅនេះជាមិត្តរួមថ្នាក់របស់ខ្ញុំអ្នកគ្នាឃើញអត់មួយគឺខំកត់ខំស្ដាប់គ្រូខ្លាំងមែនតើបើសិនជាយើងអត់បានកត់ហើយស្ដាប់គ្រូអត់តន់ណាគឺចាប់ហើយបាទគឺចាប់ហើយគឺគ្រូអត់មានគ្រូណាបរៀនយឺតទេអ្នកនរគ្នាបន្ទាប់មកខ្ញុំក៏ចាប់ម៉ោងអាណាតូមីខ្ញុំក៏ដើរទៅអាគារមួយទៀតដើម្បីរៀនម៉ោងបន្តទៀតចឹងណាអ្នកនរគ្នាហើយយើងរៀនរយៈពេល1ថ្ងៃហើយយើងក៏ត្រូវការញ៉ាំទឹកញ៉ាំអីឲ្យបានគ្រប់គ្រាន់ដែរអញ្ចឹងចំពោះទឹកវិញគឺខ្ញុំញ៉ាំមួយថ្ងៃហ្នឹងចូល4ដបទូចហ្នឹងហើយគឺវាពិតជាសំខាន់ណាស់ដើម្បីទ្រទ្រង់យើងឲ្យចរន្តឈាមខួរក្បាលយើងវាត្រជាក់ក្នុងខ្លួនយើងវាត្រជាក់កុំឲ្យយើងហ្នឹងវាក្តៅកណ្ដាតែក្តៅគឺពិបាកចាប់មីហ្នឹងអញ្ចឹងខ្ញុំក៏ដើរមកចូលថ្នាក់រៀនបន្ទាប់របស់ខ្ញុំបាទគ្រាន់តែដើរមកដល់ដាក់កតាភ្លាមអ្នកគ្រូបាវីគាត់ហៅបាទគាត់ហៅបងមកនេះមកមើលគ្រូត្រារៀនសើពេទ្យហើយញ៉ាំមីឲ្យផឹកស្ទីងបាទកន្លែងហ្នឹងគឺដោយសារគាត់ឃ្លានពេកហើយគាត់អស់កន្លែងអញ្ចឹងទៅគាត់ញ៉ាំអញ្ចឹងទៅប៉ុន្តែគ្រាន់ដូចខ្ញុំនិយាយអញ្ចឹងអ្នកគ្នាគឺកុំយកគំរូតាមអីមិនល្អទេបាទអានេះគឺគាត់គ្រាន់តែចង់ show ថាមិនល្អទេកុំធ្វើតាមគាត់បន្តមកទៀតខ្ញុំក៏ដល់ម៉ោង terminology ដែលបង្រៀនដោយលោកគ្រូលឹមងួននិយាយទៅមុខវិជ្ជាហ្នឹងគឺយើងរៀនតាក់ទងជាមួយនឹងពាក្យបច្ចេកទេសក្នុងវិស័យសុខាភិបាលហើយលោកគ្រូចត្រាគ្រាន់តែញ៉ាំអីហើយគេងលក់បាត់ជំរឿតែងើបឡើងមកដឹងទៅសួរបងមកឯងតាមកន្លែងនេះតន់អត់កន្លែងនេះមានន័យថាម៉េចអីចឹងជំរឿដឹងតែចឹងហើយ
បាទតែលោកគ្រូគាត់បរៀនល្អដែរណាគ្នាគឺគាត់បរៀនអំពីពីបច្ចេកទេសហើយគាត់នៅឆ្លៀតប្រាប់យើងពីបទពិសោធន៍គាត់ធ្លាប់ជួបអីខ្លះគាត់ប្រាប់យើងអញ្ចឹងណាអ្នកនរគ្នាហើយខ្ញុំក៏ចប់ម៉ោង terminology ឯងគឺម៉ោង5ហើយបាទពេលនេះខ្ញុំក៏ចាប់ផ្ដើមសួរលោកគ្រូវុននេះលោកគ្រូមិនដែរលោកគ្រូហត់អត់លោកគ្រូគាត់ថាហត់ដែរប៉ុន្តែជាអ្វីដែលគាត់ស្រឡាញ់ហើយអញ្ចឹងពិតជាមាន motivation ដើម្បីដើរទៅមុខអញ្ចឹងណាហើយខ្ញុំក៏ថ្ងៃហ្នឹងមានអារម្មណ៍ថាយើងអស់កម្លាំងដែរតាំងម៉ោង7ដល់ម៉ោង5ហើយបាទអញ្ចឹងថ្ងៃហ្នឹងមានអារម្មណ៍ថា clean ទូប៊ូគីក៏មកញ៉ាំអីមកផ្លែយកកម្លាំងវិញអញ្ចឹងណាអ្នកនរគ្នានិយាយទៅអ្នកគ្នាមិនដែរឃើញដែរជាតិហ្មងបានញ៉ាំទៅព្រោះយើងហត់មួយថ្ងៃហើយអញ្ចឹងដូចខ្ញុំនិយាយចឹងការញ៉ាំវាពិតជាសំខាន់អញ្ចឹងហើយយើងត្រូវញ៉ាំអីហើយបើយើងអាចបន្តមើលមេរៀនដើម្បីឲ្យខួរក្បាលយើងវាមានថាមពលគ្រប់គ្រាន់អញ្ចឹងណាអ្នកនរគ្នាហើយបន្ទាប់ពីញ៉ាំហើយខ្ញុំក៏មកហាងកាហ្វេមកកន្លែងដើម្បីមក research មើលបន្ថែមក៏ដូចជារំលឹកមេរៀនដែលយើងបានរៀនថ្ងៃហ្នឹងដែរហើយណាមួយយើងក៏ត្រូវការ enjoy ជាមួយនឹងជីវិតដែរត្រូវណាគ្នាដើម្បីជីវិតយើងវាមានអីប្លែកៗថ្មីខ្លះអញ្ចឹងណាវាជួប environment ថ្មីខ្លះថ្ងៃហ្នឹងខ្ញុំក៏ clean មួយឆាអញ្ចឹងខ្ញុំក៏មកកំងមួយឆាមកកន្លែងអញ្ចឹងទៅហើយមួយឆាហ្នឹងគឺតំណងខ្លាំងមែនតើអ្នកគ្នាគឺនៅលើមួយឆាហ្នឹងគឺមានការ៉េមហើយការ៉េមហ្នឹងគឺឆ្ងាញ់ខ្លាំងមែនតើគឺខ្ញុំចូលចិត្តហ្មងនិយាយទៅមានអារម្មណ៍ថាកន្លែងមួយឆាមួយហ្នឹងគឺ unique មែនតើខ្ញុំក៏ចាប់ដើមដើររកកន្លែងអង្គុយអញ្ចឹងទៅឥឡូវនេះខ្ញុំចាប់ដើមយកមេរៀនដែលខ្ញុំបានរៀនផឹកមិញយកមករំលឹកឡើងវិញតាក់ទងជាមួយនឹង physiology ក៏ដូចជា anatomy អញ្ចឹងទៅនិយាយទៅគឺមេរៀនខ្ញុំដាក់នៅលើ iPad ទាំងអស់ទៅរៀនខ្ញុំកាន់តែ iPad ទៅមួយទេដោយសារវាស្រាលហើយ vlog a day in my life របស់ខ្ញុំក៏ត្រូវបានបញ្ចប់ត្រឹមប៉ុណ្្នឹងដែរខ្ញុំសង្ឃឹមថាវីដេអូមួយហ្នឹងនឹងអាចជួយឲ្យអ្នកនរគ្នាបានដឹងអំពីជីវិតរបស់និស្សិតពេទ្យ So bye bye អ្នកនរគ្នា